ឈប់9ត្រឡប់នេះហើយចាប់ផ្ដើម6ត្រឡប់នេះវិញដើម្បីសុខភាពល្អហើយនឹងការសក់ក្លោបាទអញ្ចឹងយើងនឹងនិយាយអំពី9ត្រឡប់ដែលមិនល្អហើយនឹង6ត្រឡប់ដែលល្អបាទមុនដំបូងយើងនិយាយពីរឿងតើបងប្អូនលើសគីឡូឬក៏អត់បើសិនបងប្អូន1.45 ម៉ែត្របើសិនជាគីឡូ40ឬក៏44ឬក៏48អាហ្នឹងអាចហៅថាគីឡូដែលល្អហើយបើចង់រៀងស្កើមអាចថាយកគីឡូ40ទៅចង់ល្មមអាចយកគីឡូ44ចង់រៀងមានសាច់បន្តិចយើងអាចថាយកគីឡូ48ទៅហើយសម្រាប់អ្នកដែលកម្ពស់150សង់ទីម៉ែត្រអាចយកគីឡូ43បើសិនចង់ស្កើមយក47ថាល្មមឬក៏52រៀងមានសាច់សម្រាប់អ្នកដែលគីឡូ55វិញអាចយកគីឡូ46ទៅសម្រាប់អ្នកដែលចង់ស្កើមហើយគីឡូ51ទៅសម្រាប់អ្នកដែលចង់ល្មមហើយអ្នកដែលគីឡូយកគីឡូ55ទៅបើសិនជាចង់ថារៀងមានសាច់បាទសម្រាប់1.60 ម៉ែត្រអាចយក49 54ឬក៏59ឬក៏ចន្លោះហ្នឹងបាទហើយអ្នកដែល1.65 ម៉ែត្រអាចយកគីឡូ52ឬក៏57ឬក៏63អ្នក1.70 ម៉ែត្រអាចយកគីឡូ55 61ឬក៏67អ្នក1.75 ម៉ែត្រអាចយកគីឡូ58 64ឬក៏70អ្នកដែលកម្ពស់180សង់ទីម៉ែត្រអាចយកគីឡូ62គីឡូ68ឬក៏គីឡូ75សម្រាប់អ្នក1.85 ម៉ែត្រអាចយកគីឡូ65 72ឬក៏79អញ្ចឹងទម្ងន់ឬក៏គីឡូដែលបងប្អូនចង់បានហ្នឹងគឺអាស្រ័យទៅលើចំណង់ចំណូលចិត្តបងប្អូនទេថាចង់បានវាណាអញ្ចឹងមើលម្ដងទៀតបាទនេះអ្នកគីឡូ45 50 55ហើយ60អ្នក1.65 ម៉ែត្រ 1.70 ម៉ែត្រ 1.75 ម៉ែត្រ 75 ម៉ែត្រ 80 ម៉ែត្រ 85អញ្ចឹងបងប្អូនអាចផុសវីដេអូកន្លែងនេះទៅដើម្បីមើលបាទគីឡូដែលខ្លួនឯងចង់បានតែបើសិនជាបងប្អូនទម្ងន់លើសហ្នឹងលើសតារាងទាំងពីរហ្នឹងមានន័យថាបងប្អូនត្រូវការសម្បកគីឡូហើយបាទតែហ្នឹងបងប្អូនអាចធ្វើការវាស់ចង្កេះរបស់ខ្លួនសម្រាប់មនុស្សស្រីបាទតើចង្កេះរាល់ថ្ងៃតូចជាង80សង់ទីម៉ែត្រឬក៏អត់បើសិនជាចង្កេះតូចជាងហ្នឹងគឺល្អបាទហើយសម្រាប់មនុស្សផុសតើចង្កេះតូចជាង90សង់ទីម៉ែត្រឬក៏អត់បើតូចជាងហ្នឹងគឺល្អតែបើចង្កេះធំជាងហ្នឹងមានន័យថាខ្លាញ់កន្លែងក្បាលពោះគឺច្រើនអញ្ចឹងគឺអត់ល្អដល់សុខភាពនោះទេបាទហើយមួយទៀតអាចយកទំហំចង្កេះចែកឲ្យទំហំកម្ពស់បាទចង្កេះឧទាហរណ៍ថាចង្កេះ80សង់ទីម៉ែត្រហើយកម្ពស់160អញ្ចឹង80ចែកឲ្យ160វាស្មើ0.5បាទបើសិនជាក្រោមហ្នឹងគឺល្អលើហ្នឹងគឺអត់ល្អទេលើ 0.5 ហ្នឹងក៏អត់ល្អទេអញ្ចឹងមើលមួយទៀតភាគរយខ្លាញ់បាទដើម្បីដឹងរបៀបនេះតើបងប្អូនទៅវាស់ជាមួយម៉ាស៊ីននៅកន្លែងក្លឹបហាត់ប្រាណនេះទៅបាទសម្រាប់នៅប្រុសយើងចង់បានភាគរយខ្លាញ់នៅចន្លោះ 10% ទៅ 20% សម្រាប់នៅស្រីអាចយកភាគរយខ្លាញ់ចន្លោះ 18% ទៅ 28% បើលើសហ្នឹងយើងចាត់ទុកថាធាត់ហើយបាទអត់ល្អទេបាទសម្ពាធឈាមខាងលើគឺយើងចង់តូចជាង120ខាងក្រោមយើងចង់តូចជាង80បើសិនបងប្អូនមានសម្ពាធឈាមបែបនេះគឺល្អប្រសើរបាទកម្រិតជាតិស្ករយើងចង់ជាតិស្ករនៅចន្លោះ70ទៅ99បាទបើលើហ្នឹងយើងចាត់ទុកថាលើសកម្រិតជាតិស្ករហើយបើលើ126អាចចាត់ទុកថាចូលដល់ឋានៈការជំងឺទឹកនោមផ្អែមប្រភេទ2ហើយបាទកម្រិត A1C យើងចង់ឲ្យ A1C តូចជាង 5.7% បាទបើលើហ្នឹងយើងចាត់ទុកថាចាប់ដើមលើជាតិស្ករបើលើ 6.5 ចាត់ទុកថាជាទឹកនោមផ្អែមបាទហើយកម្រិតជាតិស្ករ2ម៉ោងក្រោយញ៉ាំអាហារបើសិនទៀបជាង140បាទកម្រិតហ្នឹងគឺល្អតែបើលើហ្នឹងចាត់ទុកថាលើសជាតិស្ករហើយ
ថ្ងៃបាទកម្រិតអាស៊ីតបាទសម្រាប់នៅផុសអាចថាចន្លោះ 3.5 ទៅ 7 ចុចសម្រាប់នៅស្រីអាចថា 2.5 ទៅ 6 ចុចបាទអញ្ចឹងពេលធ្វើការតេស្តឈាមអាចដឹងចំណុចហ្នឹងអញ្ចឹងដឹងថាខ្លួនឯងលើសអីខ្វះអីហើយបាទហើយចំពោះខ្លាញ់ក្នុងសរសៃឈាមយើងហៅថា triglyceride នេះបាទយើងចង់ឲ្យវានៅទាបក្រោម150បាទខ្លាញ់ល្អឬក៏យើងហៅថា HDL ហ្នឹង cholesterol ហ្នឹងបាទសម្រាប់នៅផុសយើងចង់ធំជាង40សម្រាប់នៅស្រីយើងចង់ធំជាង50បាទហើយខ្លាញ់មិនល្អវិញ LDL cholesterol ហ្នឹងយើងចង់តូចជាង100បាទហើយអង់ស៊ីមថ្លើមបាទយើងចង់ឲ្យALT ហ្នឹងតូចជាង40បាទហើយកម្រិតរលាក CRP យើងហៅថា C reactive protein ហ្នឹងយើងចង់ឲ្យវាតូចជាង1 ចុចបាទហើយកម្រិតអាំងសាលីនដែលអត់ទាន់ញ៉ាំអាហារអីបាទយើងចង់ឲ្យវានៅចន្លោះ2ទៅ10បាទអញ្ចឹងបងប្អូនធ្វើការតេស្តឈាមទៅធ្វើការវាស់អីចឹងទៅបាទបើសិនជាបងប្អូននៅចរោះល្អហ្នឹងគឺអូខេ good ល្អប៉ុន្តែបើសិនជាតេស្តទៅអត់នៅចន្លោះដែលល្អហ្នឹងទេណាបងប្អូនត្រូវធ្វើការកែប្រែរបបអាហារទៅជួបពេទ្យដើម្បីប្រឹក្សាអាចត្រូវលេបថ្នាំត្រូវចាក់ថ្នាំឬក៏ត្រូវធ្វើអីផ្សេងៗត្រូវឆាប់ទៅប្រឹក្សាជាមួយពេទ្យបន្ទាប់ពីតេស្តឈាមហើយឃើញខុសចន្លោះដែលល្អហ្នឹងបាទហើយអញ្ចឹងនៅក្នុងវីដេអូនេះយើងនិយាយអំពី9ទម្លាប់ដែលនាំមានបញ្ហាបាទទម្លាប់ទី1នោះគឺការដែលហូបសាច់ប្រមាណច្រើនសាច់យើងហូបមកល្មមគឺល្អដល់រាងកាយតែហូបច្រើននាំឲ្យយើងធាត់លើខ្លាញ់ហើយបាទបាយយើងហូបបន្តិចបន្តួចបានអត់បញ្ហាអីទេតែបើហូបច្រើនគឺលើសហើយបាទហើយបើសិនជាអ្នកដែលធ្វើការពលកម្មច្រើនអាចហូបបាយបានច្រើនតែអ្នកដែលអត់ធ្វើពលកម្មច្រើនទេគឺអត់អាចហូបបានច្រើនទេហើយបើសិនចង់ហូបបាយច្រើនតតែធ្វើពលកម្មច្រើនតែបើសិនជាកំពុងតែសម្រក់គីឡូគឺយើងត្រូវធ្វើការបន្ថយបាយសិនហើយត្រឡប់ទី3ហ្នឹងគឺការហូបជាតិម្សៅប្រមាណច្រើនបាទមាននំប៉័ងមីកាទៀវនំស្រួយនំផ្អែមនំប្រៃហ្នឹងបាទហើយទី4បាទគឺការហូបជាតិចុកចន្លោះពេលត្រឡប់ហ្នឹងគឺនាំឲ្យមានជំងឺនាំមានបញ្ហាសុខភាពបាទហើយទី5គឺការហូបផ្លែឈើផ្អែមប្រមាណច្រើនផ្លែឈើគឺហូបតិចតួចល្អតែហូបច្រើនគឺលើសហើយព្រោះវាសម្បូរជាតិស្ករបាទបើហូបផ្លែឈើដែលអត់មានជាតិស្ករអត់បញ្ហាទេបាទហើយមួយទៀតទី6គឺ stress ជាប្រចាំពេលដែល stress ជាទូទៅគឺធ្វើឲ្យយើងឃ្លានហូបច្រើនបាទហើយ stress ក៏ធ្វើឲ្យរាងកាយយើងផ្ទុកខ្លាញ់ដែរអញ្ចឹងទៅគឺយើងពិបាកសក់ខ្លាញ់មែនតើពេលដែលយើង stress បាទហើយទី7គឺការហូបភេសជ្ជៈផ្អែមញឹកញាប់ហើយភេសជ្ជៈផ្អែមជាប្រចាំបាទហើយទី8ការហូបគ្រឿងស្រវឹងញឹកញាប់បាទអាហ្នឹងក៏នាំឲ្យលើសទម្ងន់នាំឲ្យមានជំងឺទៅថ្ងៃក្រោយផងដែរហើយចុងក្រោយគេគឺអត់បានធ្វើចលនាអត់បានធ្វើលំហាត់ប្រាណអញ្ចឹង9ទម្លាប់នេះបងប្អូនត្រូវតែធ្វើការកែប្រែត្រូវការឈប់ឬក៏កាត់បន្ថយអីដើម្បីសុខភាពល្អបាទហើយតាមហ្នឹងដើម្បីសុខភាពល្អបងប្អូនបដូរមកធ្វើ6ទម្លាប់នេះវិញទម្លាប់ទី1គឺយើងហូបឆ្ងាញ់ហូបឆ្អែតហូបធំត្រូវដោយយើងកាត់របស់ផ្អែមបាទកាត់របស់ផ្អែមហើយទី2គឺធ្វើការហូបទឹកសុទ្ធឲ្យបានគ្រប់គ្រាន់ទី3គឺការឈប់ហូបចិត្តចប់ចន្លោះពេលបាទអត់ហូបចន្លោះពេលទេអត់ហូបចិត្តចប់ទេបាទអាហារគោ3ពេលហូបតែអាហារគោ3ពេលទៅបានហើយបាទហើយទី4គឺដើរហាត់ប្រាណជាប្រចាំឬក៏ការទៅធ្វើកីឡាឬក៏ចលនាឬក៏ទៅជីមអីជាប្រចាំអញ្ចឹងធ្វើការហាត់ប្រាណជាប្រចាំហើយត្រឡប់ល្អទី5នោះគឺការគេងគ្រប់គ្រាន់ការចេះសម្រាកចេះគេងគ្រប់គ្រាន់បាទហើយត្រឡប់ទី6ចុងក្រោយគឺ
ការកាត់បន្ថយ stress ដោយធ្វើ yoga សមាធិ vipassana ដើរលេងឬក៏ដកដង្ហើមវែងៗឬក៏ការសម្រាករាងកាយបាទអញ្ចឹងធ្វើ6ត្រឡប់នេះទៅបងប្អូននឹងស្រកគីឡូហើយសុខភាពល្អបាទហើយអាហារ5ប្រភេទដែលគួរតែជៀសវាងក្នុងអំឡុងពេលសម្រក់គីឡូហ្នឹងបាទឬក៏ពេលថែទាំសុខភាពហ្នឹងមានអីខ្លះបាទមានជាតិម្សៅដែលត្រូវជប់ហូបត្រូវជៀសវាងហ្នឹងមានបាយមីគុយទាវនំចុកនំប៉័ងដលងត្រាវនំខេកស្រូវសាលីលាក់និងលាក់ជាតិស្ករមានស្ករសស្ករត្នោតស្ករពោតស្ករអំពៅទឹកឃ្មុំលាក់និងលាក់បាទហើយទី3ផ្លែឈើផ្អែមគ្រប់ប្រភេទទី4ភេសជ្ជៈផ្អែមគ្រប់ប្រភេទទី5គ្រឿងស្រវឹងគ្រប់ប្រភេទបាទអញ្ចឹងបើចង់សម្រក់គីឡូបាទត្រូវកាត់បន្ថយទៅអស់ហ្នឹងឬក៏ជៀសវាងទៅអស់ហ្នឹងបាទអញ្ចឹងបើសិនបងប្អូនខ្លះធ្វើតាម6ទម្លាប់នេះបានដោយខ្លួនឯងអញ្ចឹងអនុវត្តដោយខ្លួនឯងទៅប៉ុន្តែបងប្អូនខ្លះប្រហែលជា50%ទៀតអត់អាចធ្វើបានដោយខ្លួនឯងទេអញ្ចឹងបងប្អូនត្រូវការជំនួយបន្ថែមបើបងប្អូនអាចធ្វើដោយខ្លួនឯងបានចាប់ផ្ដើមអនុវត្តខ្លួនឯងពីឥឡូវនេះដើម្បីសម្រក់គីឡូដើម្បីថែទាំសុខភាពហើយសម្រាប់បងប្អូនដែលត្រូវការជំនួយបាទលោកគ្រូមានសៀវភៅវីដេអូ6ត្រឡប់ដែលនាំសុខភាពល្អហ្នឹងបាទនាំស្រកគីឡូហ្នឹងបាទក្នុងសៀវភៅវីដេអូហ្នឹងមាន18វីដេអូមេរៀនហើយមាន33សំណួរចម្លើយហើយមាន30ចំណុចដែលត្រូវធ្វើបន្ទាប់ពីមើលវីដេអូនឹងចប់ហើយតម្លៃសៀវភៅវិញតែ$60000ទេឬក៏$15បាទបើសិនបងប្អូនចាប់អារម្មណ៍ចង់បានសៀវភៅនេះណាចង់ទិញសៀវភៅនេះ comment លេខ15បាទហើយបើសិនបងប្អូនស្គាល់បងប្អូនពូឬក៏មីងឪពុកឬក៏ម្ដាយដែលគាត់លើសទម្ងន់ដែលគាត់ចង់សម្រក់គីឡូបាទជួយ share វីដេអូនេះទៅគាត់ផងបាទអរគុណជួបគ្នានៅវីដេអូក្រោយ